បាទជំរាបសួរពុកម៉ែបងប្អូនអើយថ្ងៃនេះជួបជាមួយនឹងអាយដលទៀតណាបងប្អូនការងារអាយដលក្រៅម៉ោងថតបងប្អូនបាទជំរាបសួរក្មួយស្រីថ្ងៃនេះសំណាងដល់ដងទឹកស្រោចដំណាំចុះម៉ូទ័រមែនម៉ូទ័រខូចបាត់ហើយម៉ូទ័រខូចអត់ទិញឲ្យកូនស្រោចលេងឲ្យកូនដងធុងស្រោចចឹងបងអត់ទាន់បានយកធ្វើបានធ្វើពីរដងហើយធ្វើពីរថ្ងៃខូចពីរថ្ងៃខូចមិនទេនេះបងប្អូននេះទៅយោនេះដេញតែមើលខ្ទឹមស្ងួតអស់ខ្ទឹមស្ងួតវាខូចអត់ទាន់បានខូចឥឡូវហ្នឹងស្រោចទ្រាប់សិនស្រោចទ្រាប់អាណិតទ្រាប់មើលផ្លែមើលទឹកស្រោចបងប្អូនបាទអូហូផ្លែល្អណាស់បងប្អូននេះបាទឡើងខ្មៅងឹតនេះបងប្អូនណានិយាយរួមណាទ្រាប់នេះធម្មជាតិបើទិញយកទៅហូបក៏អត់មានខូចសុខភាពអីដែរព្រោះថាដាក់តែអាចមាន់អាចគួយថាអញ្ចឹងបងប្អូនហ្នឹងទេកំងអត់តម្លាក់ឲ្យទៀតឡោហើយទេកំងតម្លាក់ឲ្យមែនតើឲ្យតែថាត្រូវការឥឡូវចេះឥឡូវបើសិនជាបងប្អូនត្រូវការដូចថាគាត់ចង់ហូបទ្រព្យធម្មជាតិហ្នឹងហើយអីផ្ញើតាមឡានផ្ញើតាមអីទៅដូចតែឆ្ងាយផ្ញើឲ្យគាត់អត់ទេចាផ្ញើតាឲ្យតែម្លាក់លេខម្លាក់ទីតាំងមកអូផ្ញើឲ្យណាចាចឹងហើយហ្នឹងដូចជាខ្ទឹមច្រើនផ្លែល្អហ្មងបាទដូចជាខ្ទឹមនេះបងប្អូនណាដូចជាខ្ទឹមដូចជាអីហ្នឹងបាទឥឡូវខ្ទឹមវាឈួតទឹកវាខូចម៉ូទ័របាទហើយពមៀនក៏មានដែរពមៀនក៏មានដែរជាតិក៏មានដែរបាទពមៀនធម្មជាតិបាទខាងនោះពមៀនធម្មជាតិក្រាស់ល្អណាស់បាទពមៀន10នេះបងប្អូនចង់យកទៅឆ្លមកជូរបាទយកចង់ទៅធ្វើលក់អីបាទបាទទាំងអស់នេះវានិតទ្រាប់បើមិនច្រោចដៃចឹងបតើខូចមើលស្លឹកហ្នឹងដឹងហើយស្លឹកបាទស្លឹកសត្វកៅស៊ីហ្នឹងព្រោះថាមានប្រើថ្នាំអីទេប្រើថ្នាំនេះបាទគឺដល់ថ្នាក់ស្រោចដៃហើយបងប្អូនអីមើលសួរតាមត្រង់មើល